cuốn sơ bị chớn ở tập ở đang cầm nón này ăn cùng lấn chiều sẽ là lấnมีประเภทเนี่ยคือกดอัดซื้อทั่วไปนี่ก็อัดซื้อโยนไปทั่วทั่วระเบียบอินเตอร์จังlàเราយើងเราสามารถมือครูទាំងអស់គ្នាតើការរកđang cầm nón វាមិនវាអត់ប្រវត្តិទេក្នុងការរើវិញណាឥឡូវគ្រូសូមដកលំហាត់អនុគមលិនទៅចេញបាក់ទៅ2025នោះមកបង្ហាញពីរបៀបរកđang cầm nónមួយណាតើឥឡូវសូមមើលទាំងអស់គ្នាអញ្ចឹងមុននឹងចូលលក្ខណៈរកđang cầm nón គ្រូចង់និយាយឡើងតិចថាអនុគមលិន x đang cầm nón វាគឺកំណត់កាលណាតម្លៃ x ធំជាង0ណាលិន OX កំណត់កាលណា OX ហ្នឹងគឺធំជាង0អញ្ចឹងវាមានន័យឬក៏កំណត់បានតើតែអនុក្នុងលិននេះអនុគមហ្នឹងត្រូវតែវិជ្ជមានជានិច្ចឬក៏ធំជាង0តើបងតមករបស់យើងឆ្នាំនេះអនុគម fx មានន័យកាលណាមានន័យកាលណាដក x ដក3នៅលើ x ដក3ហ្នឹងគឺធំជាង0អញ្ចឹងអានេះគឺជាការដោះស្រាយវិសម័យការនេះតែទៅសញ្ញាវិញហ្នឹងណាថាតាមនៅចន្លោះណាដែលនាំឲ្យនឹងធំជាង0អញ្ចឹងដើម្បីយើងទៅគូតារាងសញ្ញាដោះស្រាយវិសម័យការហ្នឹងតើយើងរកយើងត្រូវឲ្យវាស្មើ0ទាំងភាគយកនិងភាគ3ហ្នឹងណាអានេះយើងទីដល់មួយមកគូសុំដាក់យកណា x ស្មើដល់3ពេល x ដក3ស្មើ0នេះដក3បោះទៅនេះវិញទៅជាបូក x ស្មើបូកនឹង3ឬក៏3ពេលបានហ្នឹងហើយយើងទៅគូតារាងសញ្ញាវាមកតារាងសញ្ញានៃដក x ដក3នៅលើ x ដក3ធំជាងណាអូខេអញ្ចឹងពេលបានហ្នឹងយើងគូទៅនេះអីឡើយនេះគឺđangតម្លៃរបស់យើងគឺដកអណនបូកអណនហើយឡើយនេះឬក៏យើងមានដក3ណាហើយនេះសញ្ញារបស់យើងវាមានអីភាគយកដក x ដក3ភាគបែង x ដក3ហើយមួយជាន់ទៀតគឺដល់ពីនឹងចែកគ្នាដក x ដក3ចែកនឹង x ដក3ធំជាង0តោះអញ្ចឹងមកពេលបានប៉ុណ្្នឹងហើយយើងត្រូវមកគូសថាណាជារើសបាក់មួយណាឥឡូវគ្រូមើលអានេះយើងឈោទាំងពីរសិនមកណាតែចាំបញ្ជាក់អញ្ចឹងយើងមើលដក x ដក3រើសវាគឺ x ស្មើដក3ទៅអញ្ចឹងកន្លែងដក3នេះយើងដាក់0ដល់ឡើយនេះយើងដាក់0ទេដោយសារ3មិនមែនជារើសរបស់នេះទេអូខេដល់ពេលអានេះ x ដក3រើសវាគឺ x ស្មើ3អញ្ចឹងដាក់0នៅនេះវិញណាតោះអញ្ចឹងមកគិតគ្នាហើយហ្នឹងចាឥឡូវនេះវាជាប្រភេទអញ្ចឹងប្រភេទវាមានភាគបែងអញ្ចឹងវាប្រកាសជាមានអាស៊ីមតូតឈរយើងត្រូវមានកន្លែងមួយដូចចូល2អញ្ចឹងយើងត្រូវចែកសញ្ញាវិញណាឥឡូវមើលទាំងអស់គ្នាអានេះ0កន្លែងអត់មានឆោតអត់មាន0ហ្នឹងមានន័យថាវាជាតម្លៃលេខដែលខុសពី0ដែរអញ្ចឹង0លើលេខយើងមិនបាន0ថាដល់ពេលកន្លែង3វិញឥឡូវវាជាលេខក្រោមស្មើ0វិញលេខនេះមិនលេខខុសពី0ណាអញ្ចឹងលេខលើ0មកអណនតើអញ្ចឹងបើអណនគេត្រូវឆោតពីបញ្ជាក់ថាវាអាស៊ីមតូតឈរហ្នឹងណាអញ្ចឹងពេលបានហ្នឹងហើយយើងមកមើលសញ្ញាវាតោះមើលសញ្ញាដក x ដក3អាហ្នឹងវាជាទ្វេធាថាទ្វេធាចំណេះថាធំដូចតូចផ្ទុយធំជាងដក3ធំជាងរឹសវាហ្នឹងគឺសញ្ញាដូច a ឥឡូវពីមុខ x អញ្ចឹងសញ្ញាអីដកថានេះដកមកខាងនេះផ្ទុយទៅជាអូខេដល់ពេល x ដក3ដូចគ្នាដែរធំដូចផ្ទុយដូចគ្នាអញ្ចឹងខាងស្ដាំ3ឬក៏ធំជាង3នេះគឺដូច a ពីមុខ x សញ្ញាបូកខាងនេះយើងដាក់បូកដកអូខេអញ្ចឹងពេលបានហ្នឹងហើយយើងមកគិតសញ្ញារបស់ប្រភេទនេះម្ដងអញ្ចឹងវាចែកគ្នាអញ្ចឹងសញ្ញាយើងត្រូវចែកគ្នាដែរនេះបូកយើងចែកនឹងដកយើងបានដកចែកនឹងដកយើងបានបូកដល់ពេលដកចែកនឹងបូកយើងបានដកអញ្ចឹងពេលបានសញ្ញាហើយយើងមើលទៅលើនេះតើសញ្ញានៃវិសម័យការនឹងវាម៉េចគឺធំជាង0អញ្ចឹងបើធំជាង0យើងត្រូវឆូតយកសញ្ញាបូកសម្រាប់លោកគ្រូគឺអាណាដែលលោកគ្រូឆូតគឺគ្រូយកណាហ្នឹងអូខេអញ្ចឹងយើងបានចម្លើយវានៅចន្លោះណាគឺពីដក3ទៅ3ដូចនេះមកតែកំណត់អនុគមគឺតាមដល់សតដេអញ្ចឹងវាមានដក3ទៅ3អញ្ចឹងមកមើលតាមប្រើវងកញ្ចក់ឬដង្កៀបយើងឃើញកន្លែងនេះវាមានស្មើ0ដែរប៉ុន្តែយើងមើលសញ្ញារបស់យើងគឺអត់មានស្មើថាធំជាង0ដែរគេប្រើវងកញ្ចក់បើកន្លែង3នេះដឹងតែអត់ហ្មងព្រោះវាឆូត2មែនយើងយកវាបានទេអាស៊ីមតូតឈើអញ្ចឹងយកវងកញ្ចក់ដែរ